មនុស្សស្រីដែលគួរឲ្យខ្លាចបំផុតមិនមែនជាមនុស្សស្រីដែលចូលចិត្តស្រែកឡូឡាឬក៏ជាមនុស្សស្រីដែលចូលចិត្តប្រច័ណ្ឌហួងហែងចង់ចេះចង់ដឹងរឿងបងគ្រប់យ៉ាងនោះទេតែជាមនុស្សស្រីម្នាក់ដែលរក្សាបាននូវភាពស្ងៀមស្ងាត់ទោះបីជានាងដឹងរឿងអីក៏ដោយនាងអាចស្ងៀមស្ងាត់បានណាមនុស្សស្រីបែបហ្នឹងណាទើបជាមនុស្សស្រីដែលពុះពុលគួរឲ្យខ្លាចហើយក៏ចិត្តដាច់បំផុតដែរសម្រាប់មនុស្សស្រីដែលចូលចិត្តប្រចែប្រច័ណ្ឌរករឿងហួងហែងណាមនុស្សស្រីបែបហ្នឹងគឺងាយស្រួលក្នុងការលួងឯណាគ្រាន់តែបងនិយាយពាក្យសម្ដីផ្អែមល្ហែមសរសើរគាត់ឬក៏ព្រមផ្លាស់ប្ដូរខ្លួនឯងមកវិញបន្តិចណាសន្យាជាមួយគាត់ថាបងឈប់ហើយបងឈប់ធ្វើអញ្ចឹងទៀតហើយតែប៉ុណ្ណឹងណាគឺគាត់អាចទន់ចិត្តហើយនៅតែស្រឡាញ់បងដដែលមនុស្សស្រីដែលចិត្តឆេវឆាវជួយចិត្តប្រច័ណ្ឌរករឿងហួងហែងហ្នឹងណាមិនសូវជាមានចិត្តគុំគួនខ្លាំងទេមនុស្សស្រីប្រភេទហ្នឹងប្រៀបដូចជាភ្លើងចម្បាំងគ្រាន់តែឆេះមួយឆាវឆេះទៅអស់វាអត់មានអីងុំខឹងហើយពេលគេមកវល់គេមកលួងទៅមកផ្លេតក៏ត្រូវគ្នាវិញឈប់ខឹងគ្នាវិញអញ្ចឹងតែសម្រាប់មនុស្សស្រីដែលស្ងៀមស្ងាត់ស្រឡាញ់បងស្រឡាញ់ខ្លាំងតែស្ងៀមស្ងាត់មិនចូលចិត្តឆែកទូរស័ព្ទមិនចូលចិត្តរស់រឿងមិនចូលចិត្តប្រចែប្រច័ណ្ឌបញ្ចេញចរិតអីមកច្រើនទេណាហើយបើសិនជាខឹងក៏ចូលចិត្តនៅស្ងប់ស្ងាត់មិនមែនចូលចិត្តមករករឿងឆ្លោះប្រកែកអីជាមួយបងដែរតែមនុស្សស្រីបែបហ្នឹងគួរឲ្យខ្លាចមែនតែនគួរឲ្យខ្លាចត្រង់ថានៅពេលថ្ងៃណាមួយដែលបងធ្វើឲ្យនាងអស់ទំនុកចិត្តសូម្បីតែម្ដងក្តីស្រឡាញ់របស់នាងគឺលែងមានទៀតហើយមនុស្សស្រីដែលចូលចិត្តស្ងៀមស្ងាត់ហ្នឹងគឺអត់ចូលចិត្តឆ្លោះទេសូមបញ្ជាក់សូម្បីតែគាត់ដឹងថាបងលួចឆាតមានស្រីតាមតនបងកុហករឿងអីណាមួយក៏ដោយគាត់នៅតែស្ងៀមស្ងាត់គាត់នៅតែល្អគាត់មិននិយាយច្រើនទេសូម្បីតែពេលខ្លះគាត់ដឹងថាបងធ្វើអ្វីមួយលាក់មុខក្រោយខ្នងមានអាត់កបាំងអីជាមួយគាត់ក៏ដោយរហូតដល់អាត់កបាំងហ្នឹងបែកធ្លាក៏គាត់អត់រួរឿងអីឆ្លោះជាមួយបងដែរប៉ុន្តែត្រូវចាំថាមនុស្សស្រីដែលស្ងៀមស្ងាត់ហ្នឹងគុំខ្លាំងណាស់ហើយនឹងដកយកទំនុកចិត្តពីបងមកវិញដោយស្វ័យប្រវត្តិហើយពេលហ្នឹងទោះបីជាបងដឹងខ្លួនព្យាយាមកែប្រែខ្លួនព្យាយាមទទួលកំហុសសុំទោសហើយចង់ត្រូវចង់ល្អជាមួយនាងវិញយ៉ាងណាក៏ដោយក៏នាងមិនព្រមដែរព្រោះអាក្តីស្រឡាញ់ព្រោះអាទំនុកចិត្តហ្នឹងណាវាបានអស់ទៅហើយព្រោះគាត់ស្ងៀមស្ងាត់មកយូរហើយគាត់បានលាក់គ្រប់ទង្វើអ្វីដែលបងធ្វើដាក់គាត់ហ្នឹងណាទុកជាយូរមកហើយដល់ពេលវេលាដែលវាត្រូវផ្ទុះចេញមកហើយអត់អាចបកក្រោយអត់អាចមកទទួលនៅក្តីស្រឡាញ់វិញទៀតទេពេលហ្នឹងកុំបន្ទោសថានាងចិត្តដាច់ទោះបីជាបងខំវល់ចង់ឲ្យនាងលើកលែងឲ្យយ៉ាងណាក៏ពិបាកក្នុងការសម្របសម្រួលដែរទោះបីជានាងលើកលែងឲ្យក៏អារម្មណ៍វាដិតដាមទៅដោយភាពឈឺចាប់បេះដូងបែកខ្ទេចអស់ទៅហើយដោយកែវដែលប្រេះហើយគឺពិបាកតភ្ជាប់វាមកវិញណាស់គឺមនុស្សស្រីបែបហ្នឹងមិនមែនជាមនុស្សស្រីរបៀបភ្លើងចម្បាំងទេងុំដូចភ្លើងធ្យូងអញ្ចឹងនិយាយទៅមនុស្សស្រីបែបហ្នឹងជាប្រភេទក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅឬក៏ប្រភេទមឹសកេះឆ្នាំងបាច់ធ្លុះនឹងឯងមិនងាយខឹងផ្ដេសផ្ដាស់មិនងាយរករឿងមិនងាយរករឿងឆ្លោះក៏ប៉ុន្តែកុំឲ្យនាងដឹងថាបងលួចក្បត់នាងឲ្យសោះគឺជាប្រភេទមនុស្សច្បាស់លាស់មួយធ្វើអីក៏មានផុសតាងដែរអញ្ចឹងហើយចង់ប្រកែកចង់សុំទោសចង់ល្អឬចង់លួងលោមចង់សុំត្រូវគ្នាជាមួយនាងវិញគឺជាការពិបាកណាស់នេះហើយដែលគេថាមនុស្សស្រីដែលស្ងៀមស្ងាត់បំផុតគឺជាមនុស្សស្រីដែលគួរឲ្យខ្លាចបំផុតគឺបែបហ្នឹងឯង